វីដេអូនេះខ្ញុំសូមចែករំលែកជាមួយនឹងបងប្អូនទាំងអស់គ្នាពីរបៀបក្នុងការបន្តោសគ្រាប់ត្រប់របស់ខ្ញុំបងប្អូននៅទីនេះយើងធ្វើការបន្តោសនៅក្នុងកញ្ច្រែងផងនៅក្នុងថាបន្តោសផងហើយនៅក្នុងកញ្ច្រែងដោយសារកញ្ច្រែងយើងរុនវាធំយើងដាក់ដីទៅវាអាចនឹងរុះទៅខាងក្រោមច្រើនអញ្ចឹងទៅយើងធ្វើការទ្រាប់ជាមួយនឹងការ៉ុងបងប្អូនអាចទ្រាប់ជាមួយនឹងច្បើងកំតិចកំទីរុក្ខជាតិពុកផុយស្មៅចាស់បានស្មៅងាប់ស្វិតសពូនស្វិតបានប៉ុន្តែនៅទីនេះយើងដាក់ការ៉ុងទៅលឿនបងប្អូនបាទដោយសារមានសបកការ៉ុងចាស់ស្រាប់ហើយដើម្បីឲ្យប្រកាសថាដីទឹកដែលយើងស្រោចស្រពទៅវាស្រស់ទៅខាងក្រោមបានល្អយើងធ្វើការចោះការ៉ុងយើងបន្តិចបាទហើយយើងដាក់ល្បាយដីបណ្ដោះយកតែម្ដងល្បាយដីសម្រាប់បណ្ដោះគ្រាប់ត្រប់បងប្អូនអាចប្រើសមាសធាតុផ្សំស្មើគ្នាតែម្ដងដី1ភាគជើងអង្ការ1ភាគហើយនឹងកំប៉ុស្ត1ភាគនៅទីនេះយើងធ្វើការបណ្ដោះត្រប់ចានបងប្អូនត្រប់នេះបងប្អូនខ្លះហៅត្រប់ក្រាំងរមាសបងប្អូនខ្លះហៅត្រប់ជើងគូបងប្អូនខ្លះហៅត្រប់ត្រឡោកត្រប់ក្រាមត្រប់ចានឈ្មោះច្រើនណាបងប្អូនត្រប់ទៅពៅឈ្មោះច្រើនជាងនេះទៅទៀតទៅតាមតំបន់ផ្សេងគ្នាផងដែរបាទហើយបើសិនជាបងប្អូនបន្តោះមានពេលវេលាច្រើនបងប្អូនអាចហាលដាក់ដំណេកវាប្រមាណជា20នាទីមុននឹងយកមកដាក់រួយបន្តោះនេះកាន់តែល្អប៉ុន្តែនៅទីនេះដោយសារវាល្ងាចហើយយើងអត់បានហាលដាក់ដំណេកទេយើងធ្វើការបន្តោះយកតែម្ដងតែអត់ជាបញ្ហាទេបងប្អូនពូជនេះគឺដោះល្អបាទក្រោយពីរួយសាបហើយនេះប្រមាណជាមួយសប្តាហ៍អីហ្នឹងវាដោះចេញមកហើយបាទហើយយើងរួយស្ដាងបងប្អូនហើយយើងអាចបន្តោះនៅក្នុងថាសបន្តោះរបៀបនេះក៏បានក្នុងកញ្ច្រែងក៏បានបន្ទាប់ពីរួយហើយយើងធ្វើការរួយដីពីលើតិចបន្ថែមទៀតបាទយើងអត់រួយក្រាស់ពេកទេបាទរួយក្រាស់ពេកវាលុបគ្រាប់ទៅខាងក្រោមគ្រាប់យើងដោះមកអត់សូវមានកម្លាំងទេហើយវាអាចដំណោះវាខ្សោយផងដែរបាទបន្ទាប់ពីរួយដីពីលើតិចហើយយើងធ្វើការបាញ់ទឹកផ្សើមវាមួយសាទៀតបាទបាញ់ទឹកផ្សើមវាឲ្យជោគតែម្ដងហើយយើងទុកផ្អាប់ទុកនៅក្នុងម្លប់ប្រមាណជា4 5ឬក៏7ថ្ងៃអីហ្នឹងវាអាចនឹងដោះមកហើយអញ្ចឹងរយៈពេលនៃការដោះរបស់វាអត់ទៀងដែរទេបងប្អូនវាអាច5ឬក៏7ថ្ងៃអីហ្នឹងពូជខ្លះតែ4ថ្ងៃទេបាទអញ្ចឹងជីទូទៅ7ថ្ងៃខ្ញុំបន្តោះគឺឃើញដោះចេញមកជ្រងហើយយើងទុកនៅពេលដែលវាដោះហើយហ្នឹងគឺយើងដាក់លើកវាឲ្យត្រូវពន្លឺថ្ងៃនិយាយថាយើងដាក់បន្តោះហើយយើងដាក់ក្នុងម្លប់ហើយកូនបន្លែយើងដោះមកស្រស់គ្នាល្អហើយយើងលើកដាក់ឲ្យត្រូវពន្លឺថ្ងៃហើយក្រោយពីដាក់ពន្លឺថ្ងៃកូនបន្លែយើងដោះកម្ពស់បានប្រមាណជា1 សង់ទីម៉ែត្រកន្លះទៅ2 សង់ទីម៉ែត្រឬក៏1 ថ្នាំងដៃកន្លះបងប្អូនអាចដកយកមកស្ទូងនៅក្នុងថាសបន្តោះវិញបាទនេះពូជត្រប់នេះបងប្អូននេះឈ្មោះវាត្រប់ចាន OP ពូជសម្បូរ007របស់ក្រុមហ៊ុន KSC បងប្អូនជាច្រើនហៅពូជកូនជ្រូកហោះពូជនេះបងប្អូនអាចរកទិញបាននៅតាមដេប៉ូពូជបន្លែនេះទូទាំងប្រទេសតែម្ដងបាទអញ្ចឹងដីដែលយើងយកមកដាក់ផ្សំវាវិញនេះក៏ជាប្រភេទដីដូចដែលយើងលាយបន្តោះនៅក្នុងកញ្ច្រែងអញ្ចឹងដែរបងប្អូនបាទយើងប្រើសមាសធាតុផ្សំមួយស្មើដូចគ្នាបាទមួយស្មើដូចគ្នាទៅហើយយើងដកកូនបន្លែយើងលាងទឹកវាបន្តិចដើម្បីកុំឲ្យឫសវាជាប់ពាក់គ្នាយើងស្រួលយកទៅស្ទូងហើយយើងដកភ្លាមស្ទូងភ្លាមកាលណាយើងទុកយូរកូនម្ទេសយើងហ្នឹងវានឹងទៅជាកោងហើយវាប្រឹងលូតណាបងប្អូនអញ្ចឹងយើងដកតិចយើងដាក់យកមកស្ទូងតែម្ដងបាទអញ្ចឹងក្រោយពីស្ទូងហើយបងប្អូនយើងលើកដាក់ក្នុងម្លប់ឬក៏យើងមានស្បៃប្រក់វាទុកក្នុងម្លប់ប្រមាណជា2ឬក៏3ថ្ងៃនៅពេលដែលកូនត្រប់របស់យើងត្រង់មកវិញហើយយើងបើកដំបូលឲ្យត្រូវពន្លឺថ្ងៃបាទក្រោយពីស្ទូងហើយភ្លាមជាទូទៅកូនត្រប់របស់យើងវាតែងតែទុនកសពូនបាទអញ្ចឹងរយៈពេល2ឬក៏3ថ្ងៃក្រោយវានឹងត្រង់មកវិញហើយនៅពេលដែលវាត្រង់មកវិញហើយយើងចាប់ផ្ដើមបកកៅស៊ូរបស់យើងឲ្យកូនដំណាំរបស់យើងត្រូវពន្លឺថ្ងៃបានល្អបានគ្រប់គ្រាន់បាទហើយយើងទុករបៀបនេះប្រហែលជា20ថ្ងៃឬក៏21ថ្ងៃយើងអាចយកទៅដាំនៅក្នុងចង្ការបានហើយបងប្អូនបាទ